បាទសួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះគឺយើងមករៀនតាក់ទងជាមួយប្រភេទវិញម្ដងអញ្ចឹងយើងបំពេញប្រភេទតាមរូបយើងឃើញរូបភាពដូចតែបានបង្ហាញនេះបាទមានទាំងអស់6រូបយើងដឹងថាប្រភេទគឺមានទម្រង់ A លើ B បាទនេះថាវាមានភាគយកផងជាមួយនឹងភាគបែងផងបាទផ្នែកខាងលើនេះយើងហៅថាភាគយកបាទហើយផ្នែកខាងក្រោមនេះគឺយើងហៅថាភាគបែងអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នាដឹងបាទបែងនៅខាងក្រោមភាគយកនៅខាងលើបាទណាដែលយើងអាចយកបានមុនណាមើលពីខាងលើទៅអាហ្នឹងគេហៅថាភាគយកខាងក្រោមគេហៅភាគបែងបាទអញ្ចឹងភាគបែងរបស់វាត្រូវតែខុសពី0គឺលេខខាងក្រោមនេះបាទលេខខាងក្រោមនេះគឺអត់អាចមានលេខ0ទេដូច្នេះគឺត្រូវតែខុសពី0ភាគបែងផ្នែកខាងក្រោមនេះត្រូវតែខុសពី0បងប្អូនមើលទាំងអស់គ្នាយើងឃើញរង្វង់មួយដែលត្រូវបានគេពុះជា2ហើយគេផាត់ពណ៌មកជាហៀងអញ្ចឹងរង្វង់នេះគឺកាលគេផាត់ពណ៌មកជាហៀងគឺធ្វើឲ្យរង្វង់នេះវាទៅជាយ៉ាងម៉េចវាទៅជាពាក់កណ្ដាលឬក៏កន្លះអញ្ចឹងយើងអាចទៅសេជាពភាគបានន័យថា1នៅលើ2បានន័យថាម៉េចបានន័យថាគេផាត់ពណ៌មួយបាទនៅលើរង្វង់ហ្នឹងពុះជា2បាទអញ្ចឹងយើងបានពភាគគឺ1លើ2បាទបន្តមកទៀតយើងមើលបន្តទៀតរង្វង់នេះគឺយើងពុះជា3ប៉ុន្តែយើងផាត់ពណ៌តែមួយទេអញ្ចឹងបានសំទោសពុះជា4បាទរង្វង់នេះយើងពុះជា4ប៉ុន្តែយើងផាត់ពណ៌តែមួយទេដូច្នេះយើងទទួលបាន1លើប៉ុន្មានបាទ1លើ4បើយើងទទួលបាន1លើ4បាទបន្តមកទៀតបាទបន្តមកខាងក្រោមទៀតរង្វង់នេះគឺយើងពុះជា4ដូចគ្នាប៉ុន្តែយើងផាត់ពណ៌ទាំងអស់គឺប្រហែលគឺ3បាទអញ្ចឹងយើងទទួលបានពភាគ3នៅលើបាទ3នៅលើ4បាទតាមលំនាំដែលបានបង្ហាញទាំង3នេះសង្ឃឹមថាតើបងប្អូនអាចដោះស្រាយឬក៏បំពេញចន្លោះបន្តទៀតបានអត់យើងមើលនៅក្នុងរូបភាពនេះគឺមានទាំងអស់ប្រមាណបាទអញ្ចឹងក្នុងរូបភាពនេះគឺមានទាំងអស់8កន្លាបាទយើងដឹងខាងលើ4និងក្រោម4ណាបាទអញ្ចឹង8យើងឃើញថានេះ1បាទ2 3 4 5 6 7និង8អញ្ចឹងប៉ុន្តែយើងផាត់ពណ៌មែន3បាទអញ្ចឹងយើងទទួលបានលទ្ធផលគឺ3នៅលើ5 8បាទបន្តមកទៀតកន្លែងនេះមាន8ដូចគ្នាប៉ុន្តែយើងផាត់ពណ៌មែន4អញ្ចឹងយើងទទួលបាន4នៅលើ8បាទអញ្ចឹងយើងអក្សរចុងក្រោយមួយនេះបាទសង្ឃឹមថាបងប្អូនអរគ្នាអាចបំពេញបានតាមលំនាំដែលយើងបានបង្ហាញពីលើមកបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានវីដេអូនេះបាទសង្ឃឹមថានេះគឺជាគន្លឹះខ្លះៗដែលអាចជួយបងប្អូនយល់ហើយអាចដោះស្រាយវាបានផងដែរបាទជម្រាបលាជួបគ្នានៅវីដេអូក្រោយ